បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីមួយទៀតជួបជាមួយខ្ញុំបាទវាសនាថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូថ្មីមួយទៀតចង់ធ្វើការចែករំលែកពុកម៉ែបងប្អូនអរគ្នាអំពីវិធីសាស្ត្រក្នុងការចម្អិននៅសម្លកកូររបស់ខ្មែរយើងណាអញ្ចឹងសម្លកកូរនេះផងដែរគឺយើងមានគ្រឿងផ្សំដែលជាគ្រឿងកូររបស់យើងហ្នឹងគឺយើងមានទៅលើសាច់មាន់យើងមានតកតងជាមួយនឹងគ្រឿងបុកក៏ដូចជាខ្ទឹមនិងអង្ករលីងផងដែរហើយយើងមានទាំងទឹកត្រីប៊ីចេងក៏ដូចជាស្ករសហើយគ្រឿងផ្សំគោលដែលសំខាន់មិនអាចភ្លេចបាននោះគឺបន្លែគ្រប់មុខតែម្ដងអញ្ចឹងចូលមកជំហានដំបូងរបស់យើងនេះគឺជាការចាក់ខ្លាញ់ចូលក្នុងឆ្នាំងអញ្ចឹងសម្រាប់ឆ្នាំងយើងដាក់រៀងក្តៅបន្តិចមុនណាហើយចាំយើងចាក់ខ្លាញ់ចូលបន្ទាប់ពីយើងចាក់ខ្លាញ់ចូលរួចយើងចាប់ផ្ដើមយកខ្ទឹមសដែលយើងបានយកទៅហាន់វាជាតូចៗយកមកបំពងហើយការបំពងនេះគឺយើងបំពងវាឡើងរាងក្រហមឈ្ងុយមកចាំយើងធ្វើការចាក់ទឹកត្រីចូលអញ្ចឹងសម្រាប់ទឹកត្រីខ្ញុំជ្រើសដាក់កន្លះស្វែកណាហើយបន្តមកទៀតបន្ទាប់ពីយើងដាក់ទឹកត្រីចូលយើងដាក់គ្រឿងដែលយើងបុកហើយហ្នឹងយកមករំលីងជាមួយនឹងទឹកត្រីក៏ដូចជាខ្ទឹមសដែលយើងបានដាក់នៅមុននេះអញ្ចឹងយើងចាប់ផ្ដើមរំលីងវាឈ្ងុយឈ្ងប់ពេញផ្ទះបាយរបស់យើងមកហ្នឹងហើយយើងចាប់ផ្ដើមរំលីងវាចាប់ផ្ដើមកូរវាកុំឲ្យវាខ្លោចអញ្ចឹងយើងរំលីងកូររហូតទៅដល់វាឈ្ងុយវាខ្លាំងវាឆ្អិនចាំយើងធ្វើការអាចបន្ថែមទៅលើគ្រឿងផ្សំផ្សេងទៀតអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងខ្ញុំបានរំលីងវារហូតទាល់តែវាឆ្អិនខ្ញុំចាប់ផ្ដើមដាក់សាច់ចូលអញ្ចឹងសម្រាប់សាច់គឺខ្ញុំជ្រើសរើសជាសាច់មាន់អញ្ចឹងពុកម៉ែបងប្អូនគ្នាមានជាសាច់ត្រីក៏បានដែរសំខាន់លើចំណងចិត្តណាមួយមាន់នេះខ្ញុំមានក្នុងទូស្រាប់ដោយសារតែម៉ាក់គាត់បានធ្វើការផ្ញើមកពីស្រុកអញ្ចឹងណាអញ្ចឹងជាមាន់ស្រែហើយការកាប់សាច់មាន់ខ្ញុំជ្រើសរើសយកការកាប់សាច់រាងធំដោយសារតែខ្ញុំចូលចិត្តសាច់ធំអញ្ចឹងវាស្រួលញ៉ាំណាវាមានសាច់ហូបនៅពេលដែលវាឆ្អិនទៅវាឆ្លោតទៅវាល្មមក្នុងការហូបបានអញ្ចឹងបន្ទាប់ពីយើងដាក់សាច់មាន់ជាមួយនឹងគ្រឿងដែលយើងលីងបញ្ចូលគ្នាហើយយើងចាប់ផ្ដើមកូរវាឲ្យសព្វចូលគ្រឿងគ្នាមកណាហើយនៅពេលដែលយើងកូរយើងទុបឆ្នាំងហូបមកវិញយ៉ាទៅពុកអស់ដោយសារតែខ្ញុំដៃមកហៀងកូរមកវិញទៀតកាន់កាមេរ៉ាអញ្ចឹងទៅវាឆ្នាំងវារត់រហូតបន្ទាប់ពីកូរសាច់មាន់និងគ្រឿងចូលគ្នាហើយយើងចាប់ផ្ដើមដាក់នៅបន្លែដែលរឹងចូលទៅមុនដើម្បីកូរជាមួយនឹងសាច់មាន់ក៏ដូចជាគ្រឿងរបស់យើងផងដែរអញ្ចឹងណាដោយសារតែបន្លែនឹងរឹងអញ្ចឹងយើងចាប់ផ្ដើមដាក់វាឲ្យវារាងទន់សពប់ជាមួយនឹងសាច់មាន់ផងដែរមុនយើងចាក់ទឹកចូលអញ្ចឹងណាបន្ទាប់មកយើងចាប់ផ្ដើមចាក់ទឹកចូលដើម្បីរំងាស់វាប្រហែលជា5នាទីឲ្យសាច់របស់យើងក៏ដូចជាបន្លែទាំងហ្នឹងផុយនិងទន់ល្អអញ្ចឹងខ្ញុំចាក់2ចានទឹកគឺដាក់មួយលិចបន្លែក៏ដូចជាលិចសាច់របស់យើងផងដែរអញ្ចឹងគឺយើងចាប់ផ្ដើមបើកភ្លើងឲ្យខ្លាំងមកបែបបងប្អូនណាបើកភ្លើងខ្លាំងមកដើម្បីឲ្យវាពុះអញ្ចឹងយើងរំងាស់ទុកវាប្រហែលជា5នាទីដើម្បីឲ្យសាច់ក៏ដូចជាបន្លែដែលរឹងហ្នឹងវារាងទន់និងសាច់មានសភាពផុយល្អផងដែរអញ្ចឹងទឹកចាប់ផ្ដើមពុះខ្ញុំក៏ចាប់ផ្ដើមដាក់នៅស្ករសក៏ដូចជារ៉ឹតឌីផងដែរអញ្ចឹងខ្ញុំអត់ប្រើបញ្ជីងណាខ្ញុំដាក់បញ្ជីងចេញហើយខ្ញុំដាក់ទៅជាមួយនឹងអង្ករលីងចូលផងដែរអញ្ចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំដាក់អង្ករលីងចូលខ្ញុំក៏រំងាស់វាប្រហែលជា2នាទីទៀតដើម្បីឲ្យអង្ករលីងរបស់យើងនឹងចាប់ផ្ដើមមានសភាពថាវាឡើងបាយមកនៅក្នុងស្លកកូររបស់យើងអញ្ចឹងណាដូចឃើញស្រាប់នៅក្នុងវីដេអូខ្ញុំពុកម៉ែមកគ្នាហើយបន្ទាប់ពីរំងាស់2ទៅ3នាទីហើយខ្ញុំចាប់ផ្ដើមដាក់តួអង្គសំខាន់របស់យើងគឺបន្លែនេះគឺស្លឹកម្រុំតែម្ដងសម្រាប់ស្លឹកម្រុំនេះគឺខ្ញុំដាក់មួយក្តាប់មកហើយនេះគឺជាស្លឹកជ្រេះបើតាមអ្នកលក់ប្រាប់ខ្ញុំមិនសូវច្បាស់ដែរបើសម្រាប់ស្លឹកនេះខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែដឹងថាវាឆ្ងាញ់នៅពេលដែលយើងញ៉ាំទៅវាលក្ខណៈថាមានជាតិរំអិលដូចញ៉ាំពោតប្រាំងដែរអញ្ចឹងណាអញ្ចឹងសម្រាប់បន្លែខៀវគឺខ្ញុំគិតទាំងអស់ឲ្យតែបន្លែខៀវ
hơi chăng mình tên hơi ní cứ chỉ là tập ho trong groi để từ tụ bàn result một tớ tụm nông mình tên của trong nhà mất ngày năng cứ nhom là mà chan krong thôn tay mà đòn hay một nè anh đi sai cái đồ chơi bàn lại để dương bàn vượt cả chậm ăn đuôi chẳng nó bây để dương đã và lái dương đại việc buông mình tiêu chết đấy chậm tu từ nhâm các bạn này chẳng ní cứ cho video sầm đẹp ca chậm ăn từ lơ slo cái cô bạn đang nghe phục mà một nè chẳng video này cứ chiên vào đầu thì bị chọc bắn đấy chẳng xong ở côn sầm đẹp ca tam đàn tu snan từ lơ video này nhom bàn rồi ca bạc cả làng chẳng không lại chui chui like cái đôi chỉ share video này mình nè mùi phong xong ở côn xong chụp đẹp lìa